ពេលហ្នឹងស្រាប់តែខ្ញុំបានមើលទៅត្រង់ឃើញបបដិមាធំមែនតើបីបើកកង្អួចទាំងអស់ស្រាប់តែបើកភ្លឺមកអត់មានគឺស្មល់ខបាយជាខ្ញុំពេញស្មល់ជាមែនបានឃើញបែបមិនឃើញក៏បានចំណាយបងអូនអ្នកនៅខេត្តកញ្ចេះហ្នឹងណាក៏គាត់ប្រាប់ថាគេអត់ហ៊ានមកទេសំបីលោកម្ចាស់នៅវត្តទៅពីមុខហ្នឹងក៏ហ៊ានមកដែរហើយអ្នកភូមិអត់ហ៊ានដើរកាត់ដែរទីនេះបើយើងនិយាយថាអំបូរនាគក៏មេដាបេដាព្រះអង្គស្ដេចប្រជុំនាគហើយខ្សែខ្សាត់លោកអ្នកកសាងអ្នកធ្វើអញ្ចឹងហើយយើងមិនដឹងប្រវត្តិដែរក្មេងជំនាន់ក្រោយដែរទេយើងបាត់តែគ្រាន់តែយើងឃើញតាមនិមិត្តរបស់យើងទេអូនអញ្ចឹងណាហើយតែអូនបានឃើញដែរហើយមែនហើយមកយើងឃើញដូចលោកនិមិត្តឲ្យយើងឃើញអញ្ចឹងព្រះអង្គខ្មៅឲ្យធំហើយនាគហ្នឹងហើយពួកខ្ញុំនៅក្នុងឡានហ្នឹងល្ងុយមកមុខទៅនិមិត្តទៅក៏ឃើញនាគកតុយហ្នឹងប្រខំឲ្យធំដូចអនឯងឃើញអញ្ចឹងដែរអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងបរិវេណវត្តរកាកណ្ដាលហើយនៅខាងក្រោយខ្នងខ្ញុំនេះគឺជាព្រះវិហារបុរាណមួយដែលបន្សល់ទុកតាំងពីសម័យបុរាណមកសូមបញ្ជាក់បងប្អូនផងដែរថាវត្តរកាកណ្ដាលត្រូវបានសាងសង់ឡើងតាំងពីរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះហរិរៈរាមាអិសរាធិបតីព្រះបាទអង្គឌួងព្រះបរមកោដ្ឋហើយមានរឿងរ៉ាវអភូតហេតុមួយដ៏អស្ចារ្យខ្លាំងមែនទែននៅក្នុងព្រះវិហារបុរាណមួយនេះពេលហ្នឹងពួកយើងបានដើរនៅខាងក្រៅព្រះវិហារហើយបន្ទាប់មកទៀតគាត់ក៏បានសម្លឹងពីខាងក្រៅព្រះវិហារចូលទៅខាងក្នុងគាត់បានឃើញព្រះបដិមាព្រះពុទ្ធតអង្គមួយអង្គពណ៌ខ្មៅក៏ប៉ុន្តែជាក់ស្ដែងអីពេលនោះចូលទៅដល់ខាងក្នុងគឺអត់មានព្រះបដិមានៅខាងក្នុងនោះទេពេលដើរទៅដល់ខ្ញុំដើរទៅយើងចូលទ្វារនេះយើងចូលទ្វារនេះបាទយើងចូលទ្វារហ្នឹងដល់ពេលយើងចូលទ្វារហ្នឹងចូលទៅអ្នកដែលមកចាក់សោឲ្យយើងហ្នឹងគាត់ចាក់សោពីនោះមកហើយគាត់បើកទ្វារនេះហ្នឹងអញ្ចឹងណាបាទព្រោះអីវា3ឆ្នាំហើយខ្ញុំភ្លេចដែរប៉ុន្តែខ្ញុំចាំកន្លែងហ្នឹងខ្លះគាត់បើកទ្វារហ្នឹងទៅពួកយើងដើរចូលខ្ញុំដើរចូលមុនគេហើយចូលមុនគេពេលដែលខ្ញុំដើរចូលទៅដល់ខ្ញុំដើរចូលទៅខ្ញុំដើរទៅសងតែខ្ញុំអត់ដើរទៅត្រង់ចេះទេខ្ញុំកាច់មិនចេះហ្នឹងហើយល្ងឹតបាទពេលហ្នឹងស្រាប់តែខ្ញុំបានមើលទៅត្រង់ឃើញបបដិមាធំមែនតើប្រភ្នែនធំប៉ុណ្ណឹងហើយលោកគង់ខ្មៅព្រះអង្គខ្មៅគង់ស្រាប់តែមកសទុះខ្ញុំដូចថាពេលដែលខ្ញុំបានឃើញហ្នឹងមិនមែនពេលលឿនទេអត់ណាស់ក៏15ឬ20វិនាទីដែរពេលដែលខ្ញុំឃើញខ្ញុំដូចថាឃើញភ្ញាក់ណាតែថាខ្ញុំចិត្តក្នុងចិត្តថាចុះព្រះអង្គខ្មៅធំម្លេះហើយខ្ញុំក៏លើកដៃថ្វាយអង្គមលោកទៅហើយពេលហ្នឹងក៏មានអ្នកដែលឮខ្ញុំនិយាយពាក្យហ្នឹងដែរបាទដល់ពេលអញ្ចឹងគឺស្មល់ខបាយជាខ្ញុំពេញស្មល់ជាមែនដល់ពេលអញ្ចឹងខ្ញុំក៏ដើរទៅរកលោកស្រាប់តែអ្នកដែលនាំយើងហ្នឹងគឺស្ត្រីម្នាក់ដែលមកចាំនៅទីហ្នឹងណាគាត់អ្នករក្សាថែរក្សានៅហ្នឹងមិនដឹងជាប្រពន្ធរបស់អ្នកអភិរក្សឬក៏គាត់ជាអ្នកណាទេប៉ុន្តែដឹងគាត់មានសោចាក់ឲ្យយើងគាត់ដើរបើកកង្អួចទាំងអស់សងខាងពេលបើកកង្អួចទាំងអស់ស្រាប់បើកភ្លឺមកអត់មានអពុទ្ធហេតុអស្ចារ្យអត់មានប៉ុន្តែមុននឹងបើកកង្អួចហ្នឹងខ្ញុំលន់មាត់ប្រាប់អ្នកដែលមកជាមួយបាទអ្នកដែលដើរដំណើរខ្ញុំហ្នឹងថាព្រះអង្គធំម្លេះខ្ញុំនិយាយអញ្ចឹងទៀតហើយអ្នកទាំងអស់គ្នាក៏ស្ងាត់មកអត់ចាប់អារម្មណ៍ក៏មិនដឹងប៉ុន្តែគេឮខ្ញុំនិយាយទាំងអស់បាទដូចពលឺឯងក៏ឮដែរបាទស្ដាយមែនទែនយើងមកលើកនេះលើកទី2ហើយតែអត់បានជួបគាត់បើសិនជាជួបគាត់ប្រកាសជាបានសួរគាត់ហើយគាត់ជាសាក្សីមួយបាទគាត់មុខចាំខ្ញុំដល់ពេលហ្នឹងក៏បើកភ្លើងបើកកង្អួចទៅអត់មានភ្លើងទេគឺបើកកង្អួចឃើញថាកន្លែងដែលខ្ញុំឃើញព្រះអង្គហ្នឹងអត់មានទេគឺឃើញតែព្រះពុទ្ធរូបទូចមួយ
hai miền asana của phần nào hai bậc ông bậc nên thông ông khai nó cứ ắt miền tề បាទ ពេលហ្នឹងខ្ញុំក៏សួរ បាទ សួរទៅអ្នកយាមថាអ្នកដែលថែហ្នឹងថាអ្នកលោកស្រីមួយហ្នឹងថាបងមុននេះខ្ញុំឃើញព្រះអង្គប្រភ្នេនធំស្មៅបលាំងធំប៉ុណ្ណាហើយគាត់ថាមិនបានឃើញបើអញ្ចឹង បាទ គាត់ថារូបបដិមានេះមានពីមុនមានថាមុននឹងសម័យស្រុកយើងទៅអពតរូបនឹងមាន បាទ មុនស្រុកយើងធ្លាក់ បាទ 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 ដល់ពេលគាត់ឃើញហើយពេលសំទោសពេលដែលខ្ញុំបានសួរគាត់ហើយគាត់ក៏ប្រាប់ខ្ញុំអញ្ចឹង អូ ហើយគាត់ក៏ប្រាប់យើងទៀតថាដូចជាបបដិមាហ្នឹងត្រូវខ្មែរក្រហមយកទៅទម្លាក់ទឹកទន្លេ អូ ខ្ញុំចាំអញ្ចឹងទៅទៀត បាទ បាទហើយគាត់ប្រាប់ថាមានអ្នកដែលធ្លាប់ឃើញដែរ បាទអានេះអាចយើងអាចនិយាយបានថាបើសិនជាតាមជំនឿនេះវាជាឧបនិស្ស័យ បាទជាឧបនិស្ស័យ បាទ ឬក៏ព្រះអង្គលោកសំដែងអភិនិហាឲ្យខ្ញុំបានឃើញថាខ្ញុំមាននិស្ស័យលោក បាទ មានបនបានឃើញអញ្ចឹងទៅ បាទបាទ ហើយខ្ញុំពេលហ្នឹងក៏ខ្ញុំអត់មានអារម្មណ៍មួយគិតថាឯងត្រូវតែចូលទៅឃើញអីអត់ទេគឺអត់មានការព្រៀនទុកទេ បាទ គឺឧទានឡើងហ្មងថាព្រះអង្គធំម្លេះបាទ បាទ អញ្ចឹងខ្ញុំសួរទៅបងស្រីហ្នឹងទៅឥឡូវយើងដើរទៅមើលកន្លែងហ្នឹងទៅ បាទ តោះ តែពិតទៅនេះគឺជាបុព្វហេតុដែលធ្វើឲ្យយើងបានមកដល់ទីកន្លែងសក្ការៈហើយជាទីកន្លែងដ៏ស័ក្តិសិទ្ធិនេះម្ដងទៀតដែលកាលយើងមកលើកទី1ហ្នឹងគឺមកជុំគ្នាហើយមានអភូតហេតុដ៏អស្ចារ្យបែបនេះហើយបាទហើយម្យ៉ាងវិញទៀតសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ពេលដែលខ្ញុំមកកាន់វត្តដែលជាព្រះវិហារបុរាណមួយនេះខ្ញុំមានទឹកចិត្តថាស្រឡាញ់តំបន់នេះខ្លាំងមែនទែនហើយក៏មានអារម្មណ៍ថាត្រេកអរដែរដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការអភិរក្សហើយក៏ដូចជាអភិវឌ្ឍក៏ដូចជាកែសម្រួលកែកុនកន្លែងបុរាណស្ថាននេះឲ្យคล้ายទៅជាទីកន្លែងមួយដ៏គួរជាទីមនោរម្យម្ដងទៀតផងដែរសម្រាប់ប្រជាជនខ្មែរយើងដែលលោកស្រឡាញ់នៅស្ថាបត្យកម្មបុរាណក៏ដូចជាអ្វីដែលជាបុរាណភាពរបស់ខ្មែរហ្នឹងគាត់អាចមានឱកាសដើម្បីមកសិក្សាស្វែងយល់ក៏ដូចជាមកទស្សនានៅបុរាណស្ថានផ្សេងៗទៀតរបស់ខ្មែរយើងដែរបាទ ល្អណាស់សូមគោរពអរគុណឯកឧត្តមអបាខេត្តកញ្ចេះដែលខំជួយធ្វើទីនេះបាទអូល្អណាស់ល្អខ្លាំង ស្អាតមែនទែនយើងមកលើកទី2នេះឃើញល្អបានច្រើនមែនទែន បានឃើញបែបមិន ឃើញកំពុងចឹងដែរ មីងមកមានប្អូនអ្នកនៅខេត្តកញ្ចេះហ្នឹងណាក៏គាត់ប្រាប់ថាគេអត់ហ៊ានមកទេសូម្បីលោកម្ចាស់នៅវត្តទៅពីមុខហ្នឹងក៏ហ៊ានមកដែរហើយអ្នកភូមិក៏ហ៊ានដើរកាត់ដែរព្រោះដោយសារព្រៃដើមឈើហ្នឹងធំហើយវាមានណាវល្លិដើមឈើហ្នឹងធ្លាក់មកពាត់ជុំវិញហ្នឹងទាំងអស់ហ្មងហើយមែនហើយមកយើងឃើញដូចលោកនិមិត្តឲ្យយើងឃើញចឹងព្រះអង្គខ្មៅឲ្យធំហើយនេះហ្នឹងហើយរបៀបថាយើងនិយាយថាវាជាអបិយជំនឿតែចំពោះអ្នកដែលឃើញអានេះយើងនិយាយអ្នកឃើញសូម្បីតែយើងខ្ញុំខានមកយូរហើយតែលោកតាលោកចង់មកហើយបានមកថ្វាយអង្គមហ្នឹងក៏លោកថាងមកដល់នេះសូមឲ្យប្រទេសជាតិអស់កម្មអស់ពីអតុសោតទៅព្រោះខ្ញុំនៅក្នុងឡានហ្នឹងល្ងុយមកមុខទៅនិមិត្តទៅក៏ឃើញនេះកតុយហ្នឹងប្រខំឲ្យធំដូចអនឯងឃើញអញ្ចឹងដែរអញ្ចឹងផុតកតុយហ្នឹងទៅហើយក៏បួងសួងថាឲ្យប្រទេសជាតិសុខសប្បាយជាអញ្ចឹងណាហើយអញ្ចឹងទៅឥឡូវបានថាយើងអត់មានអីថាអស្ចារ្យសប្បាយចិត្តចង់និយាយថាទីកន្លែងនេះគេត្រូវទុកចោលហើយទៅជាខ្លាចទៅអីចឹងណាតែហើយវាពុកបាក់ឥឡូវនឹងបានរដ្ឋាភិបាលយើងរៀបចំហើយបានចូលជាបេតិកភណ្ឌហើយកន្លែងហ្នឹងហើយក៏យើងសប្បាយចិត្តដែរហើយខ្ញុំកាលមកដូចឆ្នាំ2013 14ហ្នឹងមួយបងប្អូនអានេះនៅកញ្ចេះហ្នឹងអីហ្នឹងមកធ្វើកម្មវិធីទានភាសាហើយមុនលោកមកប្រគេនទានភាសាលោកហើយលោកចិត្តថាខ្ញុំមិនទៅវត្តថាអត់ទៅវត្តទេមុនមកហ្នឹងមកហើយមុនមកយក4អង្គឲ្យគ្រប់សង្ឃធម៌អញ្ចឹងមុនមក4អង្គដើម្បីផ្សាយបុណ្យហើយខ្ញុំធ្វើប្រហែលឆ្នាំជាប់គ្នាដូចជា2-3ឆ្នាំជាប់គ្នាបានខាង UNESCO គេមកចុះមកបណ្ឌិតប្រាសាទហ្នឹងហើយបានដាក់អញ្ចឹងទៅហើយខ្ញុំក៏ខានមកយូរហ្នឹង4-5ឆ្នាំដែរហើយ
tôm đà lục tá trong màu tới ban chơi lục màu ស្អែកខ្ញុំ ចា នាំចិត្តត្រីជាតិណាមក ចា ព្រោះស្អែកចិត្តត្រីជាតិណាមកនឹង ចា ដល់ពេលអញ្ចឹងខ្ញុំពុំគិតថាត្រូវមុនប្រសងដើម្បីមក មុនមកសងមកដើម្បីបាំងស្គលទៅល្អណាស់អូនចាដោយដល់ថាទីនេះបើយើងនិយាយថាអំពូននេះក៏មេដាបេដាព្រះអង្គស្ដេចប្រជុំនេះហើយខ្សត្រលោកអ្នកកសាងអ្នកធ្វើអញ្ចឹងហើយយើងមិនក៏មិនដឹងប្រវត្តិដែរក្មេងជំនាន់ក្រោយដែរទេយើងបាត់តែគ្រាន់តែយើងឃើញតាមនិមិត្តរបស់យើងទេអូនអញ្ចឹងណាហើយតែអូនបានឃើញដែរ មានអ្នកដែលធ្លាប់ឃើញដូចគ្នា ចាឃើញលោកធំណាហើយគេដើរកាត់ហ្នឹងគេអត់ហ៊ានទេព្រោះអញ្ចឹងអ្នកឃើញទៅសារលោកបង្ហាញខ្លួនទេហើយអញ្ចឹងឲ្យព្រៃស្រងទៀតមកហ៊ានហើយអញ្ចឹងបងអូនស្រីអ្នកនៅស្រុកកំណើតហ្នឹងអូនថងហ្នឹងក៏ថាបងទៅបងឯងទៅក៏បានគេបើកកន្លែងហ្នឹងវិញក៏មានដូចថាលោកអីបានហ៊ានបោសសម្អាតហ៊ានចូលមកថែរក្សាវិញឥឡូវបានដូចបំណងហើយសុវ័យចិត្តបានដូចបំណងស្អាតចាហើយតែកាលមុនពេលជំនឿខ្ញុំបានមកដំបូងខ្ញុំអ្នករៀបចំបាយសីបាយអីរៀបបាយសីរៀបអីអភិសេកថ្វាយភ្លេងថ្វាយអីចឹងណាតែហើយរួចថាយើងធ្វើប្រហែលឆ្នាំក្រោយមកបានឥឡូវរដ្ឋាភិបាលក៏រៀបចំខាងបេតិកភណ្ឌគេរៀបចំដូចថានៅតែមួយកុំឲ្យមានញញ៉ៃអីចឹងទៅក៏ល្អដែរតាមនេះយើងយកកាន់ពុទ្ធសាសនាតែពេលការយើងរៀបហ្នឹងរបៀបថាព្រហ្មញ្ញសាសនាការទិសផលដល់លោកទេតែពិតបាយសីហ្នឹងជាស្ត្រីជាអ្នករៀបចំចាត់ចែងការបូជាថ្វាយដល់ព្រះពុទ្ធចឹងណាអូនហ្នឹងហើយវាមិនមែននេះអីខ້ອຍអ្នកថាខំតតែមើលហើយរៀននៅជ្រៅតិចព្រះអង្គអ្នកបល័យអត់ដឹងអរគុណណាស់អូនចាចាអរគុណអូនសុខសប្បាយចាដល់អូនឯងឃើញដែរអញ្ចឹងមកទៅ ពិសេសព្រះអង្គធំព្រះអង្គខ្មៅតែធ្លាប់និមិត្តឲ្យទូព្រះគុំឃើញទូព្រះគុំបានមកដល់ទីនេះម្ដងទៀតមកសូមពរសូមជ័យសិរីសួស្តីបរិសុខមហាប្រសើរសូមទូសបារមីព្រះអង្គលោកថែទូព្រះគុំក្រុមគ្រួសារក្រុមញាតិមិត្តទាំងអស់ខ្ញុំចែកទាំងអស់បានចម្រើនជាតិដល់រាឈ្នះអស់មានស្ត្រូវទាំងឡាយសត្រូវពីមុខឲ្យរំដងស្ត្រូវក្នុងឲ្យរលាយសូមឲ្យកូនចៅទាំងអស់មានជោគជ័យគ្រប់កិច្ចការងារពិសេសនោះសូមឲ្យមានលាភធំសុខសប្បាយភាពគ្រប់ទិន្នវិរិយត្រីជោគជ័យគ្រប់ប្រការទាំងអស់សូមទូលបារមីព្រះអង្គដែលទូលព្រះអង្គបានបួងសួងវងសំរងនេះសូមឲ្យព្រះអង្គលោកបានប្រណិតទឹកជួយថែរក្សាការពារคุ้មគ្រងទូលព្រះអង្គជាខ្ញុំទាំងអស់បានចម្រើនគ្រប់ប្រការ นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธังสรณังกัจฉามิธัมมังสรณังกัจฉามิสังฆังสรณังกัจฉามิตุติยัมปิพุทธังสรณังกัจฉามิตุติยัมปิธัมมังสรณังกัจฉามิตุติยัมปิสังฆังสรณังกัจฉามิตติยัมปิพุทธังสรณังกัจฉามิตติยัมปิธัมมังสรณังกัจฉามิตติยัมปิสังฆังสรณังกัจฉามิยังเกินจิกุสลกรรมังกาตาปังกิริยังมมกายเยนะเวชามนัสสาติตเสสกตังกตังเยสัตตาสัญญินาวอาทะเยจะสัตตาสัญญินาวกตังปุญญพลังไมหังสาเปเพียคีภวันตเตเยตังกตังสวิติตังตนนังปุญญพลังมาเยเยจตาธนามเชียนอนเตเตเวียก่อนฟ้าในเวทยงสาเปโลกามให้เยสัตตาจีวันตาหาระเหตุกรรมนุญญังโภชนังสาเปละพันตุมะเจตสาเต